ជំរាបសួរបងប្អូនអរគ្នាបាទជើងថ្ងៃនេះគឺយើងត្រឡប់មកកាន់នៅថ្នាក់រៀនភាសាអង់គ្លេស level 4របស់យើងសាជាថ្មីហើយថ្ងៃនេះគឺ teacher មាននៅមេរៀនមួយគឺតាក់ទងទៅនឹង vocabulary qualities to success បាទអញ្ចឹងយើងនឹងរៀនអំពីពាក្យកន្លឹះហើយពាក្យកន្លឹះរបស់យើងថ្ងៃនេះគឺនិយាយអំពីបាទគុណភាពដែលជំរុញឲ្យយើងទទួលបាននៅលទ្ធផលជោគជ័យបាទជោគជ័យអញ្ចឹងចង់ដឹងថាតើពាក្យនៅថ្ងៃនេះមានអីខ្លះអត្ថន័យយ៉ាងណាអញ្ចឹង teacher នឹងសម្រាយម្ដងមួយពាក្យជូនទាំងអស់គ្នាតើអញ្ចឹងពាក្យទី1បាទយើងអានជាមួយគ្នា bravery bravery 2 confidence confidence 3 creativities creativity 4 dedication dedication 5 enthusiasm enthusiasm អានេះខ្យល់ th យើងធ្លាប់រៀនមួយគ្នាហើយជាសំឡេងទើសក៏បានទើសក៏បាន enthusiasm 6 flexibility flexibility 7 talent talent 8 wisdom wisdom អញ្ចឹងយើងអានម្ដងទៀតជាមួយគ្នា bravery bravery confidence confidence creativity creativity dedication dedication enthusiasm enthusiasm flexibility talent wisdom បាទតោះអញ្ចឹងបាទ teacher នឹងបង្ហាញនៅកាន់អត្ថន័យនីមួយពាក្យរបស់យើងបាទbravery bravery ហ្នឹងថាពាក្យជានាមបាទ the quality of showing no fear បាទមានន័យថាគុណភាពនៃការបង្ហាញអ្វីមួយដោយគ្មានការភ័យខ្លាចបាទអញ្ចឹងអត្ថន័យរបស់យើងគឺមានន័យថាបាទភាពក្លាហានបាទអញ្ចឹង bravery គឺភាពក្លាហានអញ្ចឹងយើងនឹងចូលពាក្យទី2ជាមួយគ្នា confidence confidence ថ្នាក់ពាក្យជានាម noun the belief that you can succeed បាទដែលមានន័យថាជំនឿបាទ belief ហ្នឹងគឺជំនឿដែលជឿថានឹងទទួលបានភាពជោគជ័យបាទអញ្ចឹងពាក្យថា confidence ហ្នឹងគឺមានន័យថាបាទទំនុកចិត្តបាទ confidence ទំនុកចិត្តតោះអញ្ចឹងពាក្យរបស់យើងជាបន្តទៀត creativity ផ្នែកពាក្យជានាមបាទជា noun the ability to develop original ideas បាទដែលយើងបកប្រែថាសមត្ថភាពដែលអភិវឌ្ឍនៅគំនិត original idea ហ្នឹងគំនិតដើមរបស់យើងណាមានន័យថាយើងចេះក្នុងការដែលអភិវឌ្ឍគំនិតយើងឲ្យទៅជាអ្វីមួយដែលមើលទៅវាមានភាពល្អប្រសើរបាទហ្នឹងគឺឈើសម្រាយឲ្យណាអញ្ចឹង creativity គឺមានន័យថាបាទភាពច្នៃប្រឌិតតើអញ្ចឹងយើងទៅពាក្យជាបន្តទៀតdedication ថ្នាក់ពាក្យជា noun នាម a commitment to something មានន័យថាបាទការបដិញ្ញាចិត្តលើអ្វីមួយឬក៏ចំពោះអ្វីមួយបាទអញ្ចឹង dedication ហ្នឹងគឺមានន័យថាការលះបង់បាទការលះបង់ដូចថាយើងលះបង់យើងរឿងអីមួយបាទបដិញ្ញាចិត្តថានឹងធ្វើអីមួយនឹងឯងបាទពាក្យទី5 enthusiasm បាទថ្នាក់ពាក្យជានាម a strong interest in something បាទដែលមានន័យថាចំណាប់អារម្មណ៍បាទ interest ហ្នឹងគឺចំណាប់អារម្មណ៍ដ៏ខ្លាំងឬក៏ដ៏ងប់ងល់ក្នុងអ្វីមួយបាទទៅលើអ្វីមួយអញ្ចឹងឬក៏យើងអាចដាក់ថាមួយទៀតថាចំណាប់អារម្មណ៍ខ្លាំងបាទ
ខ្លាំងចំណាប់អារម្មណ៍ការដែលយើងដូចថាចំណង់ចំណូលចិត្តទៅលើអីមួយដែលខ្លាំងណាបាទអញ្ចឹងអានឹងបកថាបាទនេះភាពរីករាយបាទតោះអញ្ចឹងយើងចូលដល់ពាក្យរបស់យើងជាបន្តទៀតគឺ flexibility ផ្នែកពាក្យជានាមបាទ noun the ability to change easily បាទបកថាសមត្ថភាពបាទសមត្ថភាពក្នុងការផ្លាស់ប្ដូរអ្វីមួយដោយងាយយ៉ាងងាយស្រួលអញ្ចឹងដូចថាឧទាហរណ៍យើងteacher និយាយរឿងមួយចោះយើងកំពុងតែធ្វើអីមួយស្រាប់តែមានឧបសគ្គដែលរារាំងអញ្ចឹងអាហ្នឹងគឺគេហៅថា flexibility គឺបាទសមត្ថភាពដែលយើងផ្លាស់ប្ដូរអ្វីភ្លាមអញ្ចឹងចលៃហ្នឹងគឺបកថាគឺភាពបត់បែនភាពបត់បែនបាទជាបន្តទៀតtalent noun a natural ability to do things well បាទបកប្រែថាសមត្ថភាពធម្មជាតិក្នុងការដែលធ្វើអ្វីមួយបានយ៉ាងល្អសមត្ថភាពពីធម្មជាតិក្នុងការដែលធ្វើអីមួយឬក៏ធ្វើរឿងអីមួយយ៉ាងល្អបាទអញ្ចឹងអាហ្នឹងគឺបកថាបាទទេពកោសល្យមានន័យថាយើងមានទេពកោសល្យលើការគូររូបយើងគ្រាន់តែទាញกระดาษទាញអីខ្វែដៃមកគឺយើងនឹកឃើញរបៀបគូបានយ៉ាងស្អាតអញ្ចឹងមានន័យថាយើង talent ទៅលើមានទេពកោសល្យលើការគូររូបបាទពាក្យចុងក្រោយ wisdom noun the ability to make good decision បាទអញ្ចឹងបកប្រែថាសមត្ថភាពក្នុងការសម្រេចចិត្តរឿងអីមួយបានយ៉ាងល្អមានធ្វើការសម្រេចចិត្តបានយ៉ាងល្អមានការសម្រេចចិត្តយើងគឺអត់ខុសទេបាទអញ្ចឹង wisdom គឺបកប្រែថាប្រាជ្ញាបាទអញ្ចឹងសម្រាប់ពាក្យរបស់យើងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនអាចចំណាំនៅពាក្យទាំង8របស់យើងទាំងអត្ថន័យជាភាសាខ្មែរក៏ដូចជាអត្ថន័យជាភាសាអង់គ្លេសដែរអរគុណច្រើនជួបគ្នាវីដេអូក្រោយទីជើងនឹងមានមេរៀនដើម្បីចែករំលែកជូនបងប្អូនទៀតសូមព្រះប្រទានពរ